សួស្តីរបស់យើង so ឥឡូវថ្ងៃនេះយើងទិញសំបុត្រទៅទីក្រុងប៉ោយប៉ែតចេញពីបាត់ដំបង so ឥឡូវនេះគេមានព្រីกระดาษនេះត្រជាក់ and នំទឹកសុទ្ធហើយនេះទិដ្ឋភាពតាមដងផ្លូវខ្លះៗតែខ្ញុំសូវរៀបរាប់ច្រើនតែតាមដងផ្លូវគឺថាស្អាតមែនទែនពីបាត់ដំបងទៅប៉ោយប៉ែតណាអូខេទិដ្ឋភាពតាមដងផ្លូវខ្លះៗសិនទៅចាំពេលដល់ប៉ោយប៉ែតចាំយើងជួបគ្នាមកទៀត so ឥឡូវនេះតោះ let's go so ឥឡូវនេះបន្ទោយើងទុកចោលយូរអស់គុយឥឡូវក្រង់ទីវាចោលសិនធាក់ក្នុងតែឆេះឥឡូវនេះយើងមក BC ទុកតាមតោទេខ្ញុំចូលស៊ីស្អីទេតែផុសអីតែចង្ខាដើរទៅរកទិញអីនៅទឹកពុះចាស់រៀងសង្ហាតិចមើលដែរអាយគេ give ឲ្យកូនអ្នកបាត់ដំបងតិច10ទៀតថែមថ្ងៃ birthday ខ្ញុំខែអូយបាញ់និយាយទេស្អប់មកចានឹងចង់បោកចោលហើយនេះទស្សនវិជ្ជានៅទឹកពុះបាទបាច់មើលទេខ្ញុំមិនចង់និយាយអីទាំងអស់មើលខ្លួនឯងទៅគេថាលក់ឲ្យខ្មែរឬក៏លក់ឲ្យថៃ so អត់ចង់ថតជាប់ទេបាទគឺដូចគ្មានថាមិនចង់ថតជាប់ទេចង់ថតទស្សនវិជ្ជាថាមិនចង់ថតជាប់អីពួកអត់ចោលហ្នឹងទេឥឡូវទិញបានផឹកអីចង់ថតជាប់ពួកអសរចោលមិនស្អីទេនិយាយពីថាជីវិតរស់នៅនឹងចប់ប្រយដូចអាចឥឡូវកុំភ្លេច subscribe ម្នាក់មួយផងចាំមានអីថ្មីយ៉ាងនិយាយទៀតខប់